បានទទួលព័ត៌មានពីទូលទួរបស់បារាំងបានផ្សាយធ្វើព័ត៌មានទាន់ហេតុការណ៍មួយពាក់ព័ន្ធទៅនឹងអ៊ីរ៉ង់ស្នើសុំធ្វើបទឈប់បាញ់ទេណាបាទឈប់បាញ់ធ្វើឲ្យលោកដូណាល់ត្រាំបានធ្វើសេចក្តីប្រកាសភ្លាមថាអ៊ីរ៉ង់ព្រមហើយគាត់ចង់ប្រើពាក្យថាចោះចាញ់ក៏អត់ហ៊ានដោយសារថាវាមិនទាន់អាចធ្វើអីអ៊ីរ៉ង់បានទាំងអស់ក៏ប៉ុន្តែនេះអ្វីដែលជាព័ត៌មានទាន់ហេតុការណ៍គឺលោកដូណាល់ត្រាំបានសរសេរនៅក្នុងបណ្ដាញសង្គមគាត់ថាលោកប្រធានធំថ្នាក់ដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ថ្មីនេះបានយល់ព្រមធ្វើការចរចាបទឈប់បាញ់អញ្ចឹងលោកដូណាល់ត្រាំគាត់ក៏បានឆ្លើយតបទៅវិញថាទទួលក៏ប៉ុន្តែត្រូវបើកច្រកហ៊ូមូសនឹងដោយឥតមានលក្ខខណ្ឌបាទនេះអញ្ចឹងដូច្នេះក្រោយពីលោកដូណាល់ត្រាំពីយប់មិញនេះគឺដាក់ខ្លាំងមែនទែនទៅកន្លែងសំខាន់របស់ប្រទេសអ៊ីរ៉ង់ទីតាំងសំខាន់ជាពិសេសគឺកោះ Kerch នេះកោះតូចមួយហ្នឹងដែលជាកោះសំខាន់មួយក្នុងការផ្ទុកប្រេងយកប្រេងដែលអ៊ីរ៉ង់ប្រើប្រាស់នៅទីនេះប្រមាណជា 90% ក៏ប៉ុន្តែយប់មិញនេះសហរដ្ឋអាមេរិកបានបាញ់ដាក់លើកោះនេះយ៉ាងខ្លាំងក្លាបំផុតនឹងទីតាំងសំខាន់មួយចំនួនទៀតដែលអសានវត្តតាមពិតទៅគឺដល់វាយប់គេនៅនោះហើយយប់គេនៅអាមេរិកអញ្ចឹងព្រឹកនេះនៅយប់នៅឡើយទេនៅអាមេរិកដូច្នេះអសានវត្តរបស់លោកដូណាល់ត្រាំដែលប្រាប់ទៅអ៊ីរ៉ង់ថាឲ្យឆ្លើយ yes ឬក៏ no អញ្ចឹងតាមអ្វីដែលសារព័ត៌មានទូទួលបារាំងបានផ្សាយថាលោកដូណាល់ត្រាំបានប្រាប់ថាអ៊ីរ៉ង់ព្រមហើយព្រមចរចាបទឈប់បាញ់អញ្ចឹងដូច្នេះព័ត៌មាននេះប្រសិនបើជាការពិតពីព្រោះវាអាចពិតហើយពីព្រោះទូទួលបារាំងវាផ្សាយហើយក៏នៅក្នុងបណ្ដាញសង្គមរបស់លោកដូណាល់ត្រាំក៏ប៉ុន្តែវានៅសល់ការជជែកគ្នាទៀតជជែកគ្នាតើបទឈប់បាញ់នឹងលក្ខខណ្ឌនឹងមានអីខ្លះតែអ្វីដែលលោកដូណាល់ត្រាំគាត់ផ្ដោតសំខាន់បំផុតនោះគឺបើកច្រកហ៊ូមូសដែលជារឿងសំខាន់ដែលត្រូវអ៊ីរ៉ង់នឹងគឺត្រូវសម្រេចចិត្តទេណាបាទត្រូវសម្រេចចិត្តមុននោះអ៊ីរ៉ង់បានដាក់លក្ខខណ្ឌទៅខាងអាមេរិកវិញដែរមុនអសានវត្តដល់នេះដោយអាមេរិកបានប្រើពាក្យសម្ដីគម្រាមកំហែងទៅអ៊ីរ៉ង់យ៉ាងច្រើនយ៉ាងសន្ធឹកសន្ធាប់ហើយក៏ធ្វើឲ្យអ្នកវិភាគអន្តរជាតិបានវាយតម្លៃថានេះគឺជាសម្ដីប្រធានាធិបតីដែលមិនធ្លាប់មានកន្លងមកហើយក៏គេក៏មិនធ្លាប់ឮពាក្យសម្ដីរបៀបហ្នឹងដែលប្រធានាធិបតីប្រទេសមួយយកមកប្រើអញ្ចឹងអ្វីដែលអ៊ីរ៉ង់បានដាក់លក្ខខណ្ឌទៅអាមេរិកវិញគឺបាទសូមដកស្រង់បាទក្រោយពីមានការចរចាក្នុងនោះអ៊ីរ៉ង់ក៏បានប្រាប់ទៅប៉ាគីស្ថានដែលជាអ្នកសម្របសម្រួលនៅក្នុងការចរចានឹងចិនថាអាមេរិកគ្មានទឹកមាត់ប្រៃចរចាជាមួយខ្លួននោះទេហើយអ៊ីរ៉ង់បានដាក់លក្ខខណ្ឌដូចខាងក្រោមនេះពីម្សិលមិញនៅទីណាពីម្សិលមិញទីមួយបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ជារួមមានទាំងលើអ៊ីរ៉ង់លីបង់និងហ្គាហ្សាមិនមែនបត់ឈប់បាញ់បដអសន្តិទេមានន័យថាបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍នៅអ៊ីរ៉ង់លីបង់និងហ្គាហ្សានេះលក្ខខណ្ឌទី1ដែលអ៊ីរ៉ង់ឲ្យទៅអាមេរិកទី2សងសំណងខូចខាតដល់អ៊ីរ៉ង់ដែលបណ្ដាលមកពីការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់សងសំណងការខូចខាតទេណាបាទទី3កំទេចចោលមូលដ្ឋានយោធាអាមេរិកទាំងអស់នឹងត្រូវដកចេញពីមជ្ឈមបូព៌ាអានេះសំខាន់ឲ្យមានមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈមបូព៌ាទីទេនេះលក្ខខណ្ឌរបស់អ៊ីរ៉ង់បាទ4ដកទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ពីព្រោះអ៊ីរ៉ង់គឺបាទត្រូវទទួលទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិកអាចធ្វើសេដ្ឋកិច្ចលក់ដូរអីបានសេរីនោះទេ5ទទួលស្គាល់ពេញលេញសិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់លើការគ្រប់គ្រងច្រកសមុទ្រហូមូសនិងការយកថ្លៃសេវាឆ្លងកាត់ហ្នឹងអាហ្នឹងក៏សំខាន់ដែរទេណាបាទ5អូខេ6ទទួលស្គាល់សិទ្ធិពេញលេញរបស់អ៊ីរ៉ង់ក្នុងការចម្រាញ់អ៊ីរ៉ាញ៉ូមក្រមយន្តការ NPT និងធម្មនុញ្ញអង្គការសហប្រជាជាតិដូច្នេះមានទាំងអស់6ខដែលអ៊ីរ៉ង់បានដាក់ទៅឲ្យអាមេរិកតាំងពីម្សិលតែជាលោកដូណាល់ត្រាំគាត់មើលទៅគាត់ថាដល់ម្លឹងពេក
đã tới miền ấy dục mình đi rồi bị Iran bàn chu lệ khăn tới Americ rồi Donald Trump bắt bàn chơi đòi cả banh nâng tổng lệ tới bị Iran dục mình đi tam port miền là thôn ngộ tới bực mình đi bàn khơiในซาปอร์มีนระบบบารังจบซ้ายก็ดูจีซาปอร์มีนมันรู้ในซาลูกโดนัลด์ทรัมป์กอดบานพ่อของน้องบรรดาสังคมระบบกอดถ้ามีดังน้องกับปูทำไมระบบอิหร่านบ้านประกาศสนาสมจอจ้าชกบังไอ้โดนัลด์ทรัมป์ก็จะเสียทิศท่ากดไอ้กระเพียบแต่ขนมนู้ตระบ้าเจาะหูมุกโดยอัดเล็กขันแต่ขนมนู้เล็กขันแต่อิหร่านได้เอาปีมาซาลมิงเจาะหรือเจาะหูมุกนี้ไอ้เดี๋ยวนะnó có kho tì pramចំណុចទី5ទទួលស្គាល់ពេញលេញសិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់លើការគ្រប់គ្រងច្រកហូម៉ូសនិងការយកថ្លៃសេវាឆ្លងកាត់អាហ្នឹងពីម្សិលមិញដែលមិនទាន់ត្រូវធ្ងន់របស់អាមេរិកហើយក៏ព្រឹកមិញនេះលោកដូណាល់ត្រាំបានដាក់បញ្ជាថាចរចាឈប់បាញ់ឥឡូវឈប់តែសូមឲ្យបើកច្រកហូម៉ូសនឹងដោយឥតលក្ខខណ្ឌបើកច្រកហូម៉ូសដោយឥតលក្ខខណ្ឌអញ្ចឹងវាផ្ទុយគ្នានៅទីណាបាទវាផ្ទុយគ្នារវាងម្សិលមិញនិងព្រឹកមិញនេះតែក៏ទោះបីជាប្រិមិត្តបានទទួលព័ត៌មាននេះមានភាពត្រេកអរបន្តិចដែរថាបើថាមានបាត់ឈប់បាញ់គ្នាហើយក៏អូខេវាធូរស្រាលហើយក៏ពីទៀតយើងក៏មិនដែលឮតាំងពីមានសង្គ្រាមរវាងអាមេរិកអ៊ីរ៉ង់និងអ៊ីស្រាអែលនេះអត់ដែលឮថាអ៊ីរ៉ង់មិនសុំចរចាទេឃើញឮតែបដិសេធប៉ុន្តែពាក្យថាចរចាហើយបានចេះហើយបានចោះហើយចិត្តបានសម្រេចហើយឬក៏សម្រេចហើយពីការចរចាបត់ជប់បាញ់អសន្និបាតថ្ងៃនេះថ្ងៃនោះពីអាមេរិកទាំងអស់ខាងអ៊ីរ៉ង់បដិសេធមករហូតថាអត់ដែលបានចរចាជជែកគ្នានិយាយគ្នាអីនេះគឺជាព័ត៌មានខ្លាំងអីទាំងអស់ក៏ប៉ុន្តែបើយើងមើលព័ត៌មានពីប្រទេសផ្សេងវិញក្នុងនោះគឺប៉ាគីស្ថានអាហ្សាស៊ីរ៉ាឬក៏ព័ត៌មានពីអង្គភាពធំលើពិភពលោកបាននិយាយជុំមួយផ្សេងទៀតថាប្រទេសមួយចំនួនដូចជាប្រទេសប៉ាគីស្ថានក៏ដូចជាឥណ្ឌាក៏ដូចជាចិនប្រទេសទួរគីប្រទេសអេហ្ស៊ីបនិងប្រទេសផ្សេងទៀតជាច្រើនហ្នឹងបានខ្លះធ្វើការចរចាចូលតាមបង្អួចក៏មានចូលតាមទ្វារក្រោយក៏មានទ្វារមុខក៏មានក្រោមតុក៏មានលើតុក៏មានដើម្បីអីដើម្បីឲ្យមានបទឈប់បាញ់នៅអ៊ីរ៉ង់ហ្នឹងរវាងអាមេរិកនិងអ៊ីរ៉ង់ដែលកំពុងតែបាញ់គ្នាហ្នឹងពីព្រោះវាប៉ះពាល់ទៅដល់សេដ្ឋកិច្ចពិភពលោកជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋពិភពលោកសំខាន់ណាស់រឿងប្រេងនេះតែជាមួយគ្នានឹងមានការព័ត៌មានថាកំពុងចរចាគ្នាហ្នឹងដាក់គ្នាទលំទង់ទាំងហ្នឹងចុងក្រោយរបស់ព័ត៌មានធំគឺអ៊ីរ៉ង់បានបាញ់យន្តហោះចម្បាំង F-35E របស់អាមេរិកធ្លាក់ហើយពីរលត់2នាក់បានលោតឆាត់ធ្លាក់មកដល់ដីអាមេរិកបានដឹងព័ត៌មានពី location ទីតាំងដែលពីរលត់របស់គេ2នាក់នោះនៅកន្លែងណាក៏បានរៀបចំកម្លាំងប៉ងពិសេសដើម្បីនឹងទៅរំដោះយកក្នុងនោះអ្វីដែលយើងមិនធ្លាប់ឃើញកន្លងមកហេតុការណ៍ដែលកើតឡើងនៅអ៊ីរ៉ង់នេះរវាងអាមេរិកនិងអ៊ីរ៉ង់នេះគឺជាប្រវត្តិសាស្ត្រមែនតែម្ដងពីលុត2នាក់ដែលជាជីវិតប្រជាជនអាមេរិកដ៏សំខាន់2នាក់ហើយសំខាន់បំផុតនោះគឺលោកដូណាល់ត្រាំមិនត្រូវធ្លុះធ្លួយឲ្យពីលុតនឹងបាត់បង់ជីវិតនោះទេឬក៏សត្រូវរបស់ខ្លួនចាប់បាននោះទេជាពិសេសគឺអ៊ីរ៉ង់ដែលប្រកាសឲ្យរង្វាន់ដល់ប្រជាជនកងកម្លាំងប្រដាប់អាវុធរបស់គេយកឲ្យបានចាប់ឲ្យបានពីលុត2នាក់របស់អាមេរិកដែលបានលាក់ខ្លួននៅទឹកដីរបស់អ៊ីរ៉ង់ហើយវិធានការនោះជាមួយនឹងអ៊ីរ៉ង់ជាមួយនឹងអាមេរិកក៏មានវិធានការចំណាត់ការយ៉ាងក្តៅគគុកដាក់បទបញ្ជាឲ្យខាងក្រុមពិសេសពួកស៊ីលរបស់កងទ័ពអាមេរិកហ្នឹងធ្វើការងារធ្វើយ៉ាងណាអស់តម្លៃប៉ុណ្ណាលោកដូណាល់ត្រាំនិយាយតែមួយម៉ាត់ទេយកឲ្យបានជួយជីវិតពីលុតរបស់យើង2នាក់នឹងឲ្យបានអញ្ចឹងការងាររបស់អាមេរិកគឺប្រឹងប្រែងធ្វើដើម្បីនឹងធ្វើយ៉ាងណារំដោះយកជីវិតពីលុតរបស់គេ2នាក់នឹងឲ្យបានដោយគេដឹងទីតាំងហើយដឹងទីតាំងដែលពីលុតរបស់គេនឹងពួនសង្ងំដើម្បីរងចាំការរំដោះ
ពីយុទ្ធមិត្តរបស់គេដោយឡែកខាងអ៊ីរ៉ង់ហ្នឹងក៏ប្រកាសដែរថាកងទ័ពយើងកងទ័ពបដិវត្តអ៊ីរ៉ង់ហ្នឹងធ្វើយ៉ាងម៉េចក៏បានដែរនឹងបានរង្វាន់អ្វីដែលគេបានចាំបានប្រហែលជា$200,000ស្មើនឹង$200,000ឲ្យយកឲ្យបានម្នាក់បាន$200,000អញ្ចឹងបេសកកម្មនេះជាបេសកកម្មដ៏ក្តៅកគុកមួយទាំងអាមេរិកទាំងអ៊ីរ៉ង់តែអ្វីដែលចំណាយធំហើយខាតបង់ខ្លាំងច្រើនមែនទែនដល់ទៅកម្រិតដល់ទៅ$100 លានហើយក៏ការខូចខាតយន្តហោះសំខាន់ហ្នឹងច្រើនគ្រឿងផងដែរAS-15ពិសេស E ពិសេសហ្នឹងអានឹងមួយហើយយន្តហោះដឹកជញ្ជូននឹងមួយទៀតពីរទៀតនឹងទាំងអស់តាមអ្វីដែលទួលលេខឲ្យហ្នឹងគឺប្រហែលជា6គ្រឿងយន្តហោះសំខាន់ដែលត្រូវខូចខាតទីមួយនោះគឺខាងអ៊ីរ៉ង់បានបាញ់ធ្លាក់ F-15E រីឯយន្តហោះចំនួន3-4គ្រឿង4-5គ្រឿងទៀតនោះគឺអាមេរិកកំទេចចោលខ្លួនឯងកំទេចចោលដើម្បីកុំឲ្យសត្រូវរបស់ខ្លួនយកនៅបច្ចេកវិទ្យារបស់គេយកទៅប្រើអញ្ចឹងប្រតិបត្តិការនេះគឺអស់តម្លៃថ្លៃប្រមាណជា$400 ទៅ$500 លានសម្រាប់អាមេរិកដែលទីណាខាងអាមេរិករីឯអ៊ីរ៉ង់មានតែអត់បានអីទាំងអស់តែគ្រាន់តែថាក៏មានចំណាត់ការខ្លាំងក្លាផងដែរដើម្បីទៅធ្វើយ៉ាងណាចាប់យកពីរ៉ុតអាមេរិកនឹងឲ្យបានដែលជាចំណុចសំខាន់ដើម្បីយកមកហៅថាដោះដូរជាភ្នូរទៅនឹងការចរចាតែផ្ទុយទៅវិញគឺខុយអត់បានអ្វីទាំងអស់តែក្នុងនោះតាមព័ត៌មានក៏បានឲ្យព័ត៌មានជ្រុងមួយទៀតដែលគេបានធ្លាប់បានជម្រាបជូនថាកងទ័ពអាមេរិកមានផែនការអ្វីដែលលោកដូណាល់ត្រាំចង់បានហ្នឹងគឺផែនការឲ្យវាយសម្រុកដណ្ដើមយកសារធាតុអ៊ីរ៉ាញ៉ូមដែលអ៊ីរ៉ង់ចម្រាញ់ដើម្បីផលិតអាវុធនុយក្លេអ៊ែរអ៊ីរ៉ាញ៉ូមយកមកធ្វើអាវុធនុយក្លេអ៊ែរមានព័ត៌មានបានបញ្ចេញដល់ធ្លាយមកថាប្រតិបត្តិការដែលខូចខាតយន្តហោះ15-6គ្រឿងហ្នឹងជាមួយគ្នានឹងការទៅយកដណ្ដើមយកដើម្បីរំដោះជីវិតពីរ៉ុតរបស់ខ្លួនហ្នឹងក៏មានក្រុមពិសេសរបស់អាមេរិកដែលបានត្រៀមខ្លួនហើយបានរៀបចំសេណារីយ៉ូដើម្បីទៅដណ្ដើមយកអ៊ីរ៉ាញ៉ូមចំនួន400ជាងគីឡូពីអ៊ីរ៉ង់គេបានបញ្ចេញព័ត៌មាននឹងថាប្រតិបត្តិការជាមួយគ្នាហ្នឹងមួយទៅយកពីរ៉ុតរំដោះពីរ៉ុត2នាក់អានោះក៏វាមិនជាធំដុំអីប្រហែលទេយន្តហោះ2គ្រឿង3គ្រឿងអ៊ីលីកូសំខាន់របស់អាមេរិកហ្នឹងក៏អាចទៅជួយយកបានហើយតែវាដល់ខូចខាតយន្តហោះ15-6គ្រឿងហ្នឹងហើយមនុស្សទាហានរាប់រយនាក់ទៅហ្នឹងវាមិនមែនតែរំដោះយកពីរ៉ុត2នាក់ហ្នឹងទេគឺមានផែនការទៅដណ្ដើមយកអ៊ីរ៉ាញ៉ូមចំនួន400ជាងគីឡូពីអ៊ីរ៉ង់ហ្នឹងផងដែរប្រតិបត្តិការហ្នឹងមុនក្រោយគ្នាជាមួយគ្នាបដិញប្រសងគ្នាឬក៏យ៉ាងណានោះតែអ្នកតាមដានព័ត៌មានថាវាមាននៅសកម្មភាពបេសកកម្មយកដណ្ដើមយកអ៊ីរ៉ាញ៉ូមដែលអ៊ីរ៉ង់បានចម្រាញ់សម្រាប់ផលិតអាវុធនុយក្លេអ៊ែរក៏ប៉ុន្តែបរាជ័យយកអត់បានទេដូច្នេះប្រតិបត្តិការនេះបានតែជីវិតពីរ៉ុត2នាក់ហើយក៏យកតែរឿងពីរ៉ុត2នាក់នឹងយកមកនិយាយដើម្បីយកនៅគុណបំណាច់ក៏ប៉ុន្តែការដែលខូចខាតបាត់បង់ក្នុងការចំណាយតែអត់បានបាត់បង់អាយុជីវិតរបស់កងទ័ពគេនោះទេប្រតិបត្តិការដើម្បីយកដណ្ដើមយកអ៊ីរ៉ាញ៉ូមពីអ៊ីរ៉ង់នោះបរាជ័យអត់បានសម្រេចដូច្នេះនេះគឺជាប្រតិបត្តិការប្រវត្តិសាស្ត្រមួយទៀតរបស់អាមេរិកហើយចំណាយលុយដល់ទៅ$400 លានដើម្បីយកជីវិតពីរ៉ុត2នាក់តែក្នុងនោះដោយសារតែការដណ្ដើមយកអ៊ីរ៉ាញ៉ូមពីអ៊ីរ៉ង់អត់បានត្រូវបរាជ័យក៏គេបិទរឿងហ្នឹងមិននិយាយយកតែគុណបំណាច់នៃការរំដោះយកពីរ៉ុត2នាក់អានេះបានមកមែនបាទអាមេរិកធ្វើបានជោគជ័យក៏ជាសមិទ្ធផលសំខាន់មួយរបស់លោកដូណាល់ត្រាំពីព្រោះថាប្រសិនបើក្នុងចំណោមពីរ៉ុត2នាក់បើមានការបាត់បង់ខូចខាតអាយុជីវិតរបស់គេនោះជីវិតរបស់គេពិតជាមានតម្លៃហើយក៏ធ្វើឲ្យអនាគតនយោបាយរបស់លោកដូណាល់ត្រាំនឹងប៉ះពាល់មិនតិចទេម្សិលមិញនេះមានអ្នកវិភាគនឹងវាយតម្លៃថាអសន្និវត្តរបស់លោកដូណាល់ត្រាំប្រហែលជានឹងអាចបញ្ជូន
กองตัวลางกุกกองตัวมารีนึงลางกุกเนี่ยประสันบาปุ่มเมียนปอร์เมียนตอนเหตุการณ์ได้ตัวบารังซ้ายก็ดูเชี่ยประพรซับไซด์และไซด์จานให้ไอ้ดีนะตามคือบาดมือนั้นคือมีประพรซับไซด์จานให้ท้าอิรังบานโยดโปรคือบอลโชบันที่มวยหนึ่งอเมริกไอ้ลูกโดนัลด์ทรัมป์ก็ตัวให้แต่มีแหลกขันท้าบ้าเจาะหัวมุกได้อัดแหลกขันจังหนึ่งเมียนการจะเจ๊ขี้เทียดหนึ่งเมียนการจะเจ๊ขี้เทียดอัดเทียดกับแต่ตัวอย่างนั้นก็ได้ก็เคยท้ายังเมื่อเคยท้าเชี่ยการឆ្លើយតបដល់វិជ្ជមានមួយរបស់ប្រទេសអ៊ីរ៉ង់ដែលយើងមិនធ្លាប់ឮថាអ៊ីរ៉ង់សុខចិត្តចរចានោះទេសុខចិត្តធ្វើបទជបាញ់នោះទេសូម្បីតែលោកដូណាល់ត្រាំប្រាប់ថាអ្នកឯងនឹងទៅនរកប្រទេសអ្នកឯងនឹងប្រសិនបើមិនព្រមចរចាអ៊ីរ៉ង់ឆ្លើយមកវិញអញ្ចឹងទៅជាមួយគ្នាមានន័យថាអ៊ីរ៉ង់អត់ព្រមទេហើយក៏បាញ់មីស៊ីលនឹងទៅប្រទេសនឹងមូលដ្ឋានទ័ពរបស់អាមេរិកដែលនៅមជ្ឈមបូព៌ានឹងធ្វើឲ្យឆេះគូវេតនឹងអស់រោងចក្រចម្រាញ់ប្រេងមួយហើយក៏ទីស្នាក់ការខាងពាណិជ្ជកម្មរបស់អ៊ីរ៉ង់របស់គូវេតហ្នឹងក៏ខូចខាតហើយនឹងមានប្រទេសនៅតំបន់ហ្នឹងមានការខូចខាតមួយចំនួនដែរក្រោយដែលអ៊ីរ៉ង់បានប្រកាសថានឹងបាញ់កំទេចទីតាំងសំខាន់ៗរបស់ប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងសមុទ្រពាក់ហ្នឹងនៅជុំវិញសមុទ្រពាក់ហ្នឹងអញ្ចឹងសរុបរឿងអ៊ីរ៉ង់នេះដើម្បីទុកពេលបន្តិចខ្ញុំបាទនឹងនិយាយរឿងថៃជូនប្រិមិត្តសម្រាប់រឿងអ៊ីរ៉ង់នេះមើលឃើញពន្លឺនៃការបញ្ចប់សង្គ្រាមពន្លឺនៅទីណាមើលពន្លឺនៅមិនទាន់ច្បាស់ទេប៉ុន្តែជាព័ត៌មានល្អមួយដែលអ៊ីរ៉ង់ឆ្លើយតបថាសុខចិត្តធ្វើបទជបាញ់ជាមួយនឹងអាមេរិកតែក្រោយពីអាមេរិកដាក់ខ្លាំងពីយប់មិញនៅទីណាបាទហើយបើអត់ទេព្រឹកនេះគឺធ្ងន់មែនទែនអញ្ចឹងខាងមេដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់បានប្រកាសយល់ព្រមចរចាជប់បាញ់នៅទីណាបាទអញ្ចឹងយើងរងចាំមើលវាអាចពេលហ្នឹងមានគ្រាន់តែមានការចរចាហ្នឹងយើងបានទាត់បានមើលថាតើតម្លៃប្រេងនឹងប្រកាសចុះយ៉ាងម៉េចនៅទីណាបាទចុះយ៉ាងម៉េចហើយក៏ទីផ្សារពិភពលោកយ៉ាងម៉េចដែរអានឹងយើងចាប់តាមមើលទាំងអស់គ្នានៅសល់ពេលប្រហែលជា2នាទីបាទមានរូបអាកាន់ចំផលាំងដែលយើងមិនចង់បានឃើញមុខវាទេអាមួយនេះរឿងដែលជាចោលសៀមដ៏សំខាន់មួយដែលធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់បងប្អូនជនរួមជាតិរបស់យើងទី2វាជាតួអង្គសំខាន់មួយដែលគោសម្រាប់ព្រំដែនយើងវាយកកុងតឺន័រវាយកលួសបន្លាអីហ្នឹងយកទៅដាក់ហើយចុងក្រោយបំផុតនេះដែលមានរឿងអ្វីដែលខ្ញុំបាទចង់ជម្រាបជូននេះដោយសារថាឥឡូវហ្នឹងវាមានអ្នកនយោបាយក៏ដូចជាអ្នកច្បាប់របស់ថៃហ្នឹងបានដាក់ពាក្យបណ្ដឹងទៅចោបកាន់ចំខ្លាំងដែលបងប្អូនយើងថាអាឡានដឹកលិមួកហ្នឹងណាអាមេប្រធានដឹកលិមួកហ្នឹងនេះគឺមេធាវីរបស់ថៃម្នាក់នេះបាទខ្ញុំបាទភ្លេចឈ្មោះគាត់បានដាក់ពាក្យបណ្ដឹងទៅបញ្ជាការកងទ័ពថាតើចោអាកាន់ចំខ្លាំងនឹងមានតួនាទីអីដែលទៅរញ៉េរញ៉ៃនៅតាមបន្ទាត់ព្រំដែនហ្នឹងគាត់មិនមែនខ្មែរទេគាត់ជាថៃក៏ប៉ុន្តែគាត់មើលឃើញនៅទង្វើរបស់កាន់ចំខ្លាំងនេះចុងក្រោយនេះរឿងដែលផ្ទុះគឺចុងក្រោយនេះហេតុការណ៍នៅថ្មដាហ្នឹងដែលទាហានវាហើយនឹងអាកាន់ចំខ្លាំងហ្នឹងបានប្រើពាក្យសម្ដីមិនល្អមកលើខ្មែរយើងហើយដែលវាប៉ះពាល់ទៅដល់ការទូតយ៉ាងសំខាន់រវាងប្រទេសនិងប្រទេសដែលគ្មានប្រទេសណាគេធ្វើដូចប្រទេសសៀមនេះទេអញ្ចឹងហើយក៏មាននៅវិធានការមួយដកមេបញ្ជាការនៅត្រាតហ្នឹងជាការទាហានជើងទឹកនៅត្រាតហ្នឹងម្នាក់ឈ្មោះធម្មនូនហ្នឹងដកកវត្តចោលហ្មងឲ្យប្រឈរជើងនេះឈ្មោះធម្មនូនមួយនេះដែលជាអ្នកទី2ហ្នឹងគឺនេះហើយដែលជាបញ្ជាឲ្យយកថ្មដាហើយចូលមកដល់ដីរបស់យើងដល់ទៅច្រើនរយម៉ែត្រដែលអាកាន់ចំខ្លាំងឈរហ្នឹងនៅក្នុងដីខ្មែរយើងសុទ្ធសាធហើយវាថាដីរបស់វានោះហើយគឺជាបញ្ហាដែលធ្វើឲ្យវាមានការប៉ះពាក្យសម្ដីគ្នាហើយក៏មានការដោះដូរមេបញ្ជាការក៏ដូចជាមានការប្តឹងផ្ដាល់ទៅអាកាន់ចំខ្លាំងហ្នឹងនេះគឺជាហេតុការណ៍មួយហើយក្នុងបណ្ដាញសង្គមរបស់ថៃអត់សុខចិត្តទេអ្វីដែលធ្វើមកលើកាន់ចំខ្លាំងនេះមានបណ្ដាញសង្គមថៃគ្រប់គ្រងវាច្រើនក៏ប៉ុន្តែមេធាវីម្នាក់នេះថៃម្នាក់នេះគឺសុខចិត្តទោះបីជាត្រូវគេជេរគេថាក្បត់ជាតិយ៉ាងណាក៏ដោយក៏គាត់នៅធ្វើដើម្បីនឹងរកភាពយុត្តិធម៌បង្ហាញពីភាពយុត្តិធម៌និងភាពត្រឹមត្រូវគេព្យាយាមស្ដារមុខមាត់របស់គេទៅលើវេទិកាអន្តរជាតិអាហ្នឹងគឺអ្វីដែលសៀមកំពុងធ្វើនៅទីណាបាទអស់ម៉ោងហើយអរគុណច្រើនមែនតើលោកនេះដោយសារពេលវេលាយើងមានកំណត់យើងខ្ញុំទាំងពីរអ្នកក៏គ្រប់ជម្រាបលាលោកយកត្រឹមតែប៉ុណ្ណេះដែរចា៎ជម្រាបលាអរគុណ